អូខេសួស្តីអ្នកទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបតម្លើង ANC Player Pro របស់យើងទាំងអស់គ្នាបាទចឹងជាដំបូងយើងចូលមកកាន់ WordPress ហើយយើងចុចលើ menu plugin នេះមកបាទតាមមកយើងធ្វើការ add plugin ហើយយើងធ្វើការ upload plugin មកតែមកយើង choose file ហើយយើងជ្រើសរើស file ANC Player Pro ដែលទិញពីខ្ញុំទៅហ្នឹងបាទចុចលើហ្នឹងមកយើងចុច open បាទបន្ទាប់មកយើងធ្វើការ install now អូខេវា install រួចហើយយើងធ្វើការ activate plugin ហ្នឹងមកបាទអូខេអញ្ចឹងរួចរាល់ហើយនៅពេលដែលយើងដំឡើងហើយយើងនឹងឃើញមាន menu ថ្មីមានឈ្មោះថា ANC Player បាទអញ្ចឹងយើងចូលមកកាន់ menu ហ្នឹងមកដើម្បីធ្វើការកំណត់ setting មួយចំនួននៅក្នុងហ្នឹងបាទអញ្ចឹងជាដំបូងយើងមកមើល license key បាទអញ្ចឹងត្រង់ចំណុចនេះគឺយើងដាក់ license key បាទដែលខ្ញុំបានផ្ដល់ឲ្យហ្នឹងអូខេខ្ញុំទៅ copy license key សិនបាទដាក់ត្រង់នេះមកហើយកន្លែងនេះគឺ blocker ID បាទអញ្ចឹងយើងទៅ copy ID របស់ blocker យើងដើម្បីយកមកដាក់ប្លោះហ្នឹងមកបាទអូខេអញ្ចឹងខ្ញុំចូលទៅកាន់ blocker របស់ខ្ញុំមកហើយបើអ្នកទាំងអស់គ្នាមិនទាន់មាន blocker ទេបង្កើត blocker ថ្មីមួយមកបាទដើម្បីយើងធ្វើការគ្រប់គ្រងរឿងបាទអញ្ចឹងនៅពេលដែលយើងចូលមកកាន់ blocker របស់យើងមកយើងនឹងឃើញមាន link ខាងលើបាទអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញលេខទៅចុងកន្ទុយនេះបាទលេខហ្នឹងគឺជា ID របស់ blocker យើងហ្នឹងឯងបាទអញ្ចឹងយើងធ្វើការ copy លេខ ID ហ្នឹងមកបាទយើងផាសកន្លែងត្រង់ហ្នឹងមកបាទហើយកន្លែងត្រង់នេះគឺ blocker API key បាទអញ្ចឹងកន្លែងនេះខ្ញុំយើងធ្វើការបង្កើត blocker API key ថ្មីដល់ខ្លួនឯងបាទអញ្ចឹងមុននឹងបង្កើតអាហ្នឹងយើង scroll មកក្រោមមកមើលចំណុចមួយទៀតសិនត្រង់កន្លែង theme color នេះបាទអញ្ចឹងត្រង់កន្លែងនេះអ្នកនរគ្នានឹងឃើញមាន Google Clan ID និង Google Clan Secret Key បាទអញ្ចឹងពីរហ្នឹងហើយនឹងលើនេះជាមួយគ្នាបាទអញ្ចឹងយើងទៅបង្កើតវាជាមួយគ្នាទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំចូលមកកាន់ website ខ្ញុំសិនមកadmin Suki បាទអូខេចូលមកកាន់ website ខ្ញុំសិនមកបន្ទាប់មកយើងចុចលើកន្លែងនេះមកនេះANC Player Pro WordPress plugin មកចុចលើហ្នឹងមកហើយយើងចុចកន្លែងរបៀបតម្លើងនេះមកបាទអញ្ចឹងយើងក្លែកមកមើលកន្លែងត្រង់នេះយើងនឹងឃើញមាន link មួយដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នាដើម្បីបង្កើត Google Clan ID និង Secret Key ហើយនឹងរបៀបបង្កើត blocker API key ដូចគ្នាអូខេអញ្ចឹងយើងចុចលើ link មួយហ្នឹងមកអញ្ចឹងវានាំយើងមកកាន់ទំព័រថ្មីមួយទៀតបាទអញ្ចឹងបើអ្នកនរគ្នាអត់មាន account ទេវានឹង load ចេញដូចខ្ញុំបែបនេះបាទអញ្ចឹងកន្លែងនេះគឺយើងរើសប្រទេសមកកម្ពុជាមកយើងនៅកម្ពុជាមកបាទកន្លែងនេះយើងចុច create ហើយ agree កន្លែងនេះយើងចុច create ដែរមកបាទដើម្បីឲ្យគេពេលមាន update email ថ្មីគេផ្ញើឲ្យយើងបាទអញ្ចឹង create ពីនឹងរួចហើយយើងចុច agree and continue អូខេអញ្ចឹងខ្ញុំបង្ហាញពីរបៀបបង្កើត Google Clan ID និង Secret Key មុនអញ្ចឹងនៅពេលដែលយើងចុចអាមិញរួចហើយយើងចុចកន្លែងនេះអ្នកទាំងអស់គ្នាកន្លែងមកមើលកន្លែងនេះមកឃើញមាន select project អញ្ចឹងយើងធ្វើការបង្កើត project ថ្មីមួយមកបាទ select project នេះមកហើយបន្ទាប់មកយើងចុច new project បាទចុចកន្លែងហ្នឹងមកបន្ទាប់មកកន្លែង project name អញ្ចឹងកន្លែងនេះយើងដាក់ឈ្មោះវាអីក៏បានដែរ project របស់យើងបាទអញ្ចឹងខ្ញុំដាក់ ANC Player Pro ចុះទៅដើម្បីយើងស្រួលចំណាំបាទអូខេបន្ទាប់មកយើងចុច create អញ្ចឹងកន្លែងនេះយើងអត់បាក់រើសអីទេបាទយើងចុច create មកអូខេអញ្ចឹងយើងនេះវាកំពុងដំណើរការចាំផ្លែតហើយអញ្ចឹងយើង create រួចរាល់ហើយបាទចេញសញ្ញា create ហើយអញ្ចឹងជំហានបន្តទៀតអ្នកទាំងគ្នាចុចកន្លែង select project នេះក៏បានឬកន្លែងនេះក៏បានដែរបាទអញ្ចឹងយើងចុចកន្លែងនេះមក select project មកនេះអញ្ចឹងយើងជ្រើសរើស project ដែលយើងបានបង្កើតមិញមកបាទចុចលើហ្នឹងមកអូខេអញ្ចឹងអ្នកទាំងអស់នឹងឃើញឈ្មោះហ្នឹងជាប់នៅលើហ្នឹងហើយអញ្
ចឹងជំហានបន្តទៀតអ្នកទាំងអស់គ្នាចុចកន្លែង menu ខាងឆ្វេងដៃនេះមកនេះប៊ូតុង tray 3 ហ្នឹងមកបាទចុចមកអ្នកទាំងអស់គ្នា scroll មកក្រោមបន្តិចនេះ API and service បាទចុចកន្លែងត្រង់ហ្នឹងហើយអ្នកទាំងអស់គ្នាជ្រើសរើសយកពាក្យហ្នឹងខ្ញុំអត់ចេះអានទេ auto consent screen បាទចុចយកអាហ្នឹងមកអូខេជំហានបន្តទៀតយើងចូលមកកាន់client បាទកន្លែង client នេះហើយយើងធ្វើការចុច get start មកអូខេបន្ទាប់មកយើងធ្វើការដាក់ឈ្មោះ app របស់យើងបាទកន្លែងនេះ app information កន្លែង app name នេះដាក់ឈ្មោះ app របស់យើងមកបាទខ្ញុំដាក់ AMC Player Pro ចឹងទៅដើម្បីស្រួលចំណាំបាទកន្លែងនេះយើងជ្រើសរើស email របស់យើងមកបាទនេះបាទតោះមកយើងធ្វើការចុច next ហើយមកដល់ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាយកអាទី2នេះមកបាទexternal នេះមកបាទចុចតំណែងមួយហើយយើងចុច next ទៀតមកអូខេត្រង់កន្លែងនេះយើងដាក់ email យើងដែលមកបាទ email ដែលយើងដាក់ខាងលើមិញហ្នឹងបាទដាក់ដូចគ្នាមកនេះយើងដាក់ email ឡើងមកហើយយើងចុច next ទៀតបាទអញ្ចឹងកន្លែងនេះយើងចុច create ហើយ continue អូខេបន្ទាប់មកយើងចុចពាក្យ create អញ្ចឹងរំចាំវាបន្តិចបាទអញ្ចឹងវា create រួចហើយយើងចូលកន្លែង client ដដែលឡើងមកបាទបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការ create client បាទចុចកន្លែងហ្នឹងមកអូខេអញ្ចឹងត្រង់កន្លែង application នេះអ្នកទាំងអស់គ្នាយក web ជ្រើសរើសយក web application បាទអូខេអញ្ចឹងយើង scroll មកខាងក្រោមយើងនឹងឃើញកន្លែងគេឲ្យ add URL នេះកន្លែង authorize JavaScript ហ្នឹងនេះអ្នកទាំងគ្នាចុចកន្លែងសញ្ញាបូកហ្នឹងមកបន្ទាប់មកយើងធ្វើការ copy link website របស់យើងដាក់ត្រង់ចំណុចហ្នឹង website ដែលយើងបានតម្លើង plugin នឹងប្រើបាទអូខេអញ្ចឹងplugin ហ្នឹងខ្ញុំតម្លើងជាមួយនឹង WordPress របស់ខ្ញុំមួយនេះបាទអញ្ចឹងយើងចូលមកកាន់ website យើងមកហើយយើងធ្វើការ copy link វាខាងលើហ្នឹងមកបាទ copy link មកហើយយើងធ្វើការផាសត្រង់នេះបាទអញ្ចឹងយើងពេលយើង copy មកវាដោយសញ្ញា slash នេះមួយនៅចុងបន្ទុយអញ្ចឹងយើងធ្វើការលុបសញ្ញា slash នេះចេញអូខេអញ្ចឹងជំហានបន្តទៀតអ្នកទាំងអស់គ្នាធ្វើការ add នៅខាងក្រោមនេះដូចគ្នាបាទកន្លែង add URI នេះបាទចុចកន្លែងហ្នឹងមកហើយយើងផាស link website យើងចូលដដែលមកបាទអូខេអញ្ចឹងជំហានបន្តទៀតអ្នកទាំងអស់គ្នាធ្វើការវាយអក្សរប៉ុណ្ណេះចូលបាទនេះ ANC Google Auth callback ហ្នឹងបាទអាហ្នឹងចាខ្ញុំតម្លាក់ឲ្យបាទអ្នកទាំងអស់គ្នាមកទៅសេក៏បានខ្ញុំ copy យកក៏បានខ្ញុំតម្លាក់ឲ្យតាម Telegram បាទអូខេអញ្ចឹងយើង copy ប៉ុណ្ណឹងមកបាទហើយយើងធ្វើការហាស់មកអូខេអានេះវាមានសញ្ញា slash 2ខ្ញុំលុបចេញមួយទុកតែមួយបានហើយបាទអូខេអញ្ចឹងតែប៉ុណ្្នឹងមកហើយយើងចុចពាក្យ create មកបាទអូខេបន្ទាប់មកវានឹង load ផ្ទាំងថ្មីមួយយើងឃើញមាន clan ID និង secret ID ដែលវាឲ្យយើងហ្នឹងបាទអញ្ចឹងយើងធ្វើការ copy មកដើម្បីយើងយកទៅដាក់នៅក្នុង playlist player របស់យើងបាទអូខេអញ្ចឹងយើងចូលមកកាន់ setting មកយើង scroll មកក្រោមបន្តិចមកឃើញនេះកន្លែង Google Clan ID បាទអញ្ចឹងយើង copy ដាក់ត្រង់នេះមកហើយមួយទៀតclan secret បាទអញ្ចឹងយើងធ្វើការ copy មកហើយយើងដាក់ត្រង់ចំណុចនេះមកបាទហើយយើងធ្វើការ save អូខេអញ្ចឹងបន្ទាប់ពីយើង save ហើយយើងត្រូវ download អានេះទុកមួយព្រោះអានេះវាឲ្យការពារកុំឲ្យយើងភ្លេចអីឬក៏បាត់អីចឹងណាបាទអញ្ចឹងយើង download ទុកមួយទៅយើងទុកកន្លែងណាសម្រាប់ចំណាំមួយទៅបាទអូខេអូខេឥឡូវយើងGoogle
client ID និង cigarette ដូចហើយយើងចូលមកបង្កើត blocker API key វិញម្ដងបាទអញ្ចឹងរបៀបបង្កើតអ្នកទាំងគ្នានៅយើងចូលមកកាន់ project យើងអាដែលឡើងមកចុច menu ខាងឆ្វេងដៃនឹងមកយើងចូលមកកាន់ API and service បាទតើមកអ្នកទាំងគ្នាចុចអូខេ dental បាទចុចទី3ហ្នឹងមកតើបន្តមកអ្នកទាំងគ្នានឹងឃើញ API key ហើយបាទអញ្ចឹងដើម្បីបង្កើត API key ខ្ញុំភ្លេចប្រាប់អ្នកទាំងគ្នាមួយទៀតអញ្ចឹងអ្នកទាំងគ្នាចូលទៅ enable blocker API មួយសិនបាទយើងអាចបង្កើត API key នេះបានបាទអញ្ចឹងយើងចូលមកកាន់ Google Cloud នេះដែរមកបាទចុចលើ logo ហ្នឹងមកអូខេអញ្ចឹងមកដល់ home page យើងវាយត្រង់នេះមកយើងដាក់ថា blocker API បាទយើងវាយប៉ុណ្្នឹងមកវានឹងបង្ហាញឲ្យយើងនេះ blocker API បាទអញ្ចឹងយើងចុចលើ link មួយហ្នឹងមកអូខេវានឹងចេញផ្ទាំងនេះយើងចុចពាក្យ enable មកបាទដើម្បីបើកដំណើរការ API blocker អូខេអញ្ចឹងអូខេអញ្ចឹងយើងបានបើកដំណើរការវារួចហើយបន្ទាប់មកយើងនឹងឃើញmenu នៅខាងឆ្វេងដៃឃើញមាន credential ដែលខ្ញុំប្រាប់ពីមុនហ្នឹងបាទបើវាអត់ចេញមកបែបនេះទេអ្នកនរគ្នាអាចចូលកន្លែង menu ដដែលនេះក៏បាននេះកន្លែង API មកនេះ API and service ហ្នឹងមក credential ហ្នឹងមកបាទគឺវាចូលមកដល់កន្លែងហ្នឹងដូចគ្នាអូខេបន្ទាប់ហើយយើងឃើញមានប៊ូតុងមួយ create credential មកយើងចុចលើនៅមកហើយយើងជ្រើសរើសយក API key បាទទី1ហ្នឹងអូខេមកដល់ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាមើលខាងស្ដាំដៃយើងបាទគេឲ្យ select API restriction បាទអញ្ចឹងយើងចុចកន្លែងនេះមកហើយយើងរកមើល blocker API បាទដូចជាហួសបាទនេះអ្នកទាំងអស់គ្នាឃើញហើយ blocker API បាទអញ្ចឹងយើងធ្វើការបើកកន្លែងហ្នឹងមួយមកហើយយើងចុច OK បាទយើងចុច tick កន្លែងហ្នឹងហើយចុច OK មកហើយត្រង់ចំណុចនេះគឺយើងយក none បាទហើយបន្ទាប់មកយើងចុចពាក្យថា create អូខេឥឡូវយើងបាន API key ហើយបាទអញ្ចឹងយើងធ្វើការ copy API key ហ្នឹងមកហើយយើងចូលទៅដាក់វានៅក្នុង ANC Player Pro របស់យើងទាំងអស់គ្នាបាទកន្លែងនេះបាទអញ្ចឹងយើងធ្វើការខាត់មកបាទអូខេអញ្ចឹងខ្ញុំ save មួយសិនអូខេអញ្ចឹងជំហានបន្ទាប់ទៀតយើងមកមើលកន្លែងកំណត់កញ្ចប់បាទកំណត់តម្លៃបាទលើវីដេអូណាដែលយើងលក់បាទអញ្ចឹងចំពោះកន្លែងទី1នេះសម្រាប់វីដេអូដែលយើងលក់រាយទូទៅបាទមានន័យថាយើងលក់មួយរឿងបាទហើយកន្លែងកញ្ចប់ Pro នេះបានន័យថាអ្នកទិញពេលគេទិញកញ្ចប់ Pro ហ្នឹងទៅគេមើលបានតែរឿងភាគទេបាទចំពោះរឿងHollywood រឿង movie គឺគេអាចមើលបានទេគឺនិយាយរួមគេមើលបានតែរឿងភាគបាទគ្រប់រឿងភាគទាំងអស់គឺគេអាចមើលបានក្នុងរយៈពេល1ខែបាទហើយកញ្ចប់ VIP នេះគឺគេអាចមើលបានទាំងរឿងភាគនិងរឿងចប់ដែលយើងបានដាក់លក់ហ្នឹងគឺគេអាចមើលបានទាំងអស់សម្រាប់កញ្ចប់ VIP បាទអូខេអញ្ចឹងមួយទៀតបើយើងអត់ប្រើយើងអត់ត្រូវការសេវាកម្មដូចជា Pro កញ្ចប់ Pro ឬ VIP ទេយើងអាចបិទវាបានបាទដោះ tick មកដើម្បីយើងបិទវាបាទអញ្ចឹងយើងលក់តែសេវាកម្មនេះមួយទេបាទបើយើងមាន3បើយើងប្រើទាំង3យើង tick ទាំង3ហ្នឹងមកបាទអញ្ចឹងនិយាយរួមយើងប្រើមួយណា tick មួយហ្នឹងប្រើទាំង3 tick ទាំង3បាទអូខេអញ្ចឹងកន្លែងនេះចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាតិចទៀតបាទថាវានៅលើទាំង playlist វាចេញបែបម៉េចបាទអញ្ចឹងយើងចូលscroll មកក្រោមទៀតមកយើងចូលមកកាន់ player configuration បាទអញ្ចឹងកន្លែងទី1នេះគឺ auto play បាទន័យថានៅពេលដែលគេមើលចប់គឺវា load ទៅវីដេអូមួយទៀតដោយខ្លួនវាបាទ load auto គេ
អត់ចាំបាច់គេចុចភាពបន្ទាប់ទេបាទគឺវាទៅអូតូហើយកន្លែង M play នេះគឺមុខងារ mood សំឡេងបាទបានន័យថានៅពេលដែលចូលទៅដល់ភាគថ្មីបើយើង allow បានន័យថាវាលឺសំឡេងបើយើង not allow បានន័យថាវា auto play មែនប៉ុន្តែវាអត់លឺសំឡេងទេបាទចឹងយើងយក allow មកបាទហើយplayer layout បាទ player layout របស់យើងគឺមាន2 style បាទវាមានវីដេអូ top ហើយនិង playlist ខាងក្រោមបានន័យថាវីដេអូនៅខាងលើប៊ូតុង playlist នៅខាងក្រោមបាទទី1នេះវីដេអូនៅខាងឆ្វេងប៊ូតុង playlist នៅខាងស្ដាំដៃបាទអញ្ចឹងខ្ញុំជ្រើសរើសទី1នេះសិនបាទហើយខ្ញុំធ្វើការ save ហើយខ្ញុំចូលមកកាន់ website របស់ខ្ញុំមកខ្ញុំបង្ហាញអ្នកទាំងអស់គ្នាបន្តិចបាទអូខេបាទអញ្ចឹងអានេះគឺជា style ទី1បាទវីដេអូនៅខាងស្ដាំ playlist នៅវីដេអូនៅខាងឆ្វេង playlist នៅខាងស្ដាំបាទអូខេអញ្ចឹងបើខ្ញុំចង់ប្រើ style ទី2យើងជ្រើសរើសខាងក្រោមនេះមកបាទវីដេអូខាងលើប៊ូតុងplaylist នៅខាងក្រោមបាទយើង save ហើយខ្ញុំ refresh ម្ដងទៀតមកអូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញបាទវីដេអូនៅខាងលើ playlist នៅខាងក្រោមអូខេអញ្ចឹងយើងចូលមកកាន់ចំណុចបន្ទាប់ទៀតកន្លែង theme color នេះអានេះយើងបានដាក់រួចហើយបាទសម្រាប់កន្លែងlock in logo នេះមានន័យថាអានេះពាក់ព័ន្ធជាមួយនឹងមុខងារលក់រឿងបាទអញ្ចឹងនៅពេលដែលអតិថិជនទិញរឿងពេលគេនៅពេលដែលអតិថិជនចង់ទិញរឿងមើលគឺតម្រូវឲ្យគេ lock in ឬក៏ register មុនសិនបាទដើម្បីមាន account ដើម្បីអាចមើលទិញរឿងមើលបានបាទអញ្ចឹងខ្ញុំបង្ហាញតិចកន្លែងនេះគឺផ្ទាំង logo របស់យើងទេអូខេអញ្ចឹងខ្ញុំបិទអានេះចេញហើយខ្ញុំចូលមកកាន់ website ខ្ញុំមកខ្ញុំ copy អានេះមកបាទបាទនេះអញ្ចឹងអ្នកទិញនៅពេលដែលគេចូលមកគឺគេនឹងឃើញផ្ទាំងមួយដើម្បីធ្វើការចុះឈ្មោះបង្កើតគណនីឬក៏ចូលគណនីបាទ login ហើយនឹង sign up នឹងបាទហើយសម្រាប់រឿងដែល free គឺគេអាចមើលធម្មតាមានន័យថាគេមិនចាំបាច់ login ជាមួយនឹង email ឬក៏បង្កើត account អីទេគឺគេអាចមើលធម្មតាបានបាទអាហ្នឹងសម្រាប់រឿងដែលយើង free ឲ្យគេបាទសម្រាប់រឿងដែលយើងលក់គឺតម្រូវឲ្យគេចុះឈ្មោះជាមុនសិនបាទសម្រាប់អតិថិជនដែលអត់មានគណនីបាទគឺតម្រូវឲ្យគេចុះឈ្មោះសិនដើម្បីទិញរឿងមើលបាទអញ្ចឹងខ្ញុំចុចកន្លែងចូលគណនីនឹងមួយសិនមកបាទអូខេអញ្ចឹងចូលគណនីហ្នឹងគេមិនចាំបាច់ចុះឈ្មោះក៏បានគេចុច log in តាម Gmail account ក៏បានដែរបាទតែបើគេអត់មានគេប្រើ Gmail account ទេគេអាច sign up sorry គេ sign up កន្លែង sign up នេះគឺគេអាចបញ្ចូលឈ្មោះ password អីចឹងទៅធម្មតាទៅបាទ email អីចឹងទៅតែបើគេចង់លឿនគេគ្រាន់តែចុច continue with Google បានន័យថាយើងភ្ជាប់ជាមួយ email របស់ Google បាទ email យើងដែល sign in លើ Google ហ្នឹងបាទអញ្ចឹងគេគ្រាន់តែចុច login នេះក៏បានដែរហើយគេចុច continue មកអញ្ចឹងកន្លែងនេះគឺជា logo ដែលខ្ញុំបង្ហាញមិញហ្នឹងបាទគឺវាបង្ហាញនៅត្រង់នេះបាទនេះកន្លែងយើងដាក់ logo មិញហ្នឹងនេះបាទ login page logo បាទគឺវាបង្ហាញនៅត្រង់នេះបាទអូខេអញ្ចឹងយើងមកមើលចំណុចបន្តទៀតគឺកន្លែងនេះគឺពាក់ព័ន្ធនឹង color playlist playlist របស់យើងបាទនេះបាទអញ្ចឹងអានេះគឺជា background អានេះគឺជាប៊ូតុង background អានេះ text ពណ៌អក្សរអានេះពណ៌ប៊ូតុង list មួយបាទអញ្ចឹងកន្លែងនេះខ្ញុំធ្វើការផ្លាស់ប្ដូរពណ៌មកចង់ដាក់ពណ៌អីក៏បានបាទស្រេចតែយើងហើយខ្ញុំដាក់ឈូកសាកមើលបាទចុច save មកអូខេអញ្ចឹងខ្ញុំ back នេះទៅក្រោយវិញហើយខ្ញុំធ្វើការ refresh មកអូខេអញ្ចឹងអ្នកនរគ្នាឃើញវាចេញពណ៌ឈូកមកហើយបាទអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរនៅក្នុងនេះបានបាទគឺវាងាយស្រួលអូខេអញ្ចឹងយើងចូលមកកាន់ចំណុចបន្តទៀតគឺកន្លែង video add បាទនេះកន្លែង add configuration ហ្នឹងក
កន្លែងនេះវាយើងដាក់វីដេអូ ad គឺយើងចុច click កន្លែងត្រង់ហ្នឹងមកហើយត្រង់នេះយើងដាក់ link វីដេអូហើយត្រង់នេះគឺយើងដាក់ link website នៅពេលដែលគេចុចលើវីដេអូហ្នឹងគឺវា load ចូលទៅកាន់ website ខាងក្រោមនេះបាទយើងបានដាក់ហ្នឹងបាទអញ្ចឹងនេះនៅពេលដែលយើងបើក play មកគឺវា load ផ្ទាំង skip ad វីដេអូ skip ad បាទអូខេចុច skip មកគឺវាបង្ហាញវីដេអូរបស់យើងវីដេអូដើមបាទអញ្ចឹងខ្ញុំចុចសារថ្មីបាទអញ្ចឹងនៅពេលដែល user ចុចលើវីដេអូហ្នឹងវានឹង load ទៅកាន់ link ថ្មីមួយទៀតដែលយើងបានដាក់នៅក្នុង setting របស់យើងបាទនេះកន្លែងនេះបាទអូខេអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាយល់ហើយបើយើងអត់ចង់ដាក់ទេយើងដក tick វាមកបាទគឺវាលែងបង្ហាញវីដេអូ ad ហ្នឹងហើយអូខេអញ្ចឹងជំហានបន្តទៀតអ្នកនរគ្នាមកមើលកន្លែង Premier Video and Payment ABA បាទអញ្ចឹងកន្លែងត្រង់នេះគឺយើងដាក់ QR សម្រាប់ឲ្យគេទូទាត់ឲ្យយើងតាម QR ABA Silida ឬក៏អីក៏បានហើយគឺយើងដាក់រូបភាព link រូបភាពនៅត្រង់ហ្នឹងមកបាទអញ្ចឹងអានេះខ្ញុំដាក់ QR ABA បាទអញ្ចឹងនៅពេលដែលគេអូខេឥឡូវខ្ញុំចុះឈ្មោះជាមួយនេះមួយសិនបាទដើម្បីបង្ហាញអ្នកទាំងអស់គ្នាជំហានបន្ទាប់បាទ login មកអញ្ចឹង user គេ continue with Google ហើយបាទអញ្ចឹងគេគ្រាន់តែធ្វើតាមចំណុចប៉ុណ្ណឹងគឺបង្កើត account បានមួយឯងអូខេអញ្ចឹង user ចូលមកកាន់វីដេអូដែលគេចង់មើលតែមកនេះវីដេអូដែល lock ហ្នឹងបាទអូខេអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយនេះគឺជា QR ដែលយើងបានកំណត់នៅក្នុង setting របស់យើងនេះបាទ link រូបភាព QR បាទហើយកន្លែងនេះគឺជា link សម្រាប់យើងឲ្យគេទំនាក់ទំនងទិញយើងតាមណាតាម Telegram Messenger ឬក៏ platform social media ផ្សេងៗដែលយើងប្រើបាទអញ្ចឹងនៅពេលដែលគេទិញវីដេអូយើងវានឹងផ្ញើ link មួយមកកាន់យើងតាមរយៈ link កន្លែងនេះដែលយើងបានដាក់ហ្នឹង Telegram ឬក៏ Messenger អីហ្នឹងវានឹងផ្ញើសារចូលមក account របស់យើងហើយបាទហើយត្រង់ចំណុចនេះគឺ password បាទដើម្បីសម្រាប់យើង unlock នៅពេលដែលគេទិញរឿងគឺតម្រូវឲ្យយើងជា admin ហ្នឹងវាយ password បញ្ចូលដើម្បី unlock ដើម្បី user អាចមើលរឿងហ្នឹងបាន user ដែលទិញរឿងហ្នឹងបាទអញ្ចឹងអានេះខ្ញុំឧទាហរណ៍ខ្ញុំដាក់អញ្ចឹងចុះផ្លែ password ANC 123ចុះបាទនេះ Telegram របស់ខ្ញុំអញ្ចឹងអូខេអញ្ចឹងខ្ញុំចុច save មកអូខេអញ្ចឹងខ្ញុំបង្ហាញពី process នៃការទិញលក់រឿងម្ដងអូខេអញ្ចឹងអាកន្លែងនេះគឺជាតម្លៃដែលយើងបានកំណត់នៅក្នុង setting របស់យើងមិញនេះបាទតម្លៃ retail តម្លៃ pro តម្លៃ VIP បាទនេះបាទយើងឃើញមាន3ហ្នឹងបាទបើយើងអត់ប្រើមួយណាទេយើងគ្រាន់តែដក tick ហ្នឹងមកបាទគឺវានៅតែ2ហ្នឹងទេបាទវាមានតែកញ្ចប់រាយធម្មតាហើយនិង pro បាទបើយើងប្រើទាំង3យើងគ្រាន់តែ tick វាមកបាទអញ្ចឹងវានឹងបង្ហាញឲ្យបានអញ្ចឹងអានេះខ្ញុំឧទាហរណ៍មើលបើគេទិញរាយបាទទិញរាយអញ្ចឹងទិញរាយបាទអញ្ចឹងគឺគេគ្រាន់តែចុចលើប៊ូតុងផ្ញើវិក្កយបត្រហ្នឹងមកអញ្ចឹងជាដំបូងគេ scan QR ហ្នឹងហើយបន្ទាប់មកគេចុចផ្ញើវិក្កយបត្រមកកាន់យើងបាទបន្ទាប់មកគេនឹងចុចអានេះសម្រាប់នៅលើ web វានឹងចេញដូចខ្ញុំមិញទេបាទអញ្ចឹងវាចេញចេះបើលើ mobile វា load ទៅ Telegram Auto បាទអញ្ចឹងវានឹងចេញ message នេះមួយបាទអញ្ចឹងអតិថិជនគ្រាន់តែគាត់ចុចផ្ញើអញ្ចឹងមកហើយយើងជាម្ចាស់គឺយើងចុចលើ link ហ្នឹងមកបាទប៉ុន្តែមុននឹងយើងចុចយើងប្រកាសថាយើងទទួលបានលុយនឹងហើយសិនបាទអញ្ចឹងបើយើងអត់ទាន់ដឹងតែគេបាញ់ឲ្យឬនៅយើងអាច Messenger message ប្រាប់គេទៅថាសូមផ្ញើ QR ដែលទូទាត់នឹងឲ្យផងបាទអញ្ចឹងគេផ្ញើមកបើអូខេហើយយើងគ្រាន់តែចុចលើ link ហ្នឹងមកបាទអញ្ចឹងវានឹងបើកផ្ទាំងថ្មីមួយដើម្បីឲ្យយើងវាយ password ដើម្បី unlock រឿងដែលគេទិញនេះបាទអញ្ចឹងយើងគ្រាន់តែវាយមកនេះ ANC
1 2 3 បាទអញ្ចឹងខ្ញុំធ្វើការចុចអនុម័តមកបាទអូខេអញ្ចឹងវាចេញពាក្យថាជោគជ័យអញ្ចឹងកន្លែងនេះគឺវា auto refresh មកហើយវារឿងហ្នឹងគឺអាចមើលបានបាទអញ្ចឹងយើងលេខឃើញមានសញ្ញារូបសោទៀតហើយអញ្ចឹងគឺគេអាចមើលរឿងនឹងបានធម្មតាហើយបាទអូខេអញ្ចឹងខ្ញុំសូមបិទកន្លែងហ្នឹងអូខេអញ្ចឹងនៅក្នុង setting យើងដូចជាអស់ហើយបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងហើយមានចំណោទអីអាចសួរតាម Telegram ក៏បានឬក៏មើលការណែនាំនៅក្នុង website យ៉ាងណាគាត់មានសកីទាំងមកបាទអញ្ចឹងការណែនាំពីរបៀបតម្លើងរបៀបប្រើប្រាស់គឺខ្ញុំបានដាក់នៅក្នុងនោះអស់ហើយបាទនេះរបៀបតម្លើងអញ្ចឹងយើងអាចមើលតាមនេះបានអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបយើងផុសរឿងវិញម្ដងបាទ